សូមស្ដាប់តាមការលើកឡើងរបស់ដុកទ័រដែលមានជំនាញផ្នែក PEMF លើកហើយរបស់បណ្ឌិត Brown Meyer អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកដែលមានចំណងជើងថា PEMF the fifth element of health បញ្យល់ថាកោសិកាជីវសាស្ត្រទាំងអស់ផ្លាស់ប្ដូរថាមពលម៉ាញេទិកនិងអគ្គិសនីក្នុងអំឡុងពេលយុវវ័យរាងកាយរបស់យើងបញ្ចេញថាមពលជីពចរក្នុងចន្លោះពី3ទៅ5ដងក្នុង1ម៉ោងថាមពលជីពចរនេះធ្វើឲ្យចរន្តឈាមដំណើរការល្អដែលធ្វើឲ្យឈាមរត់ចុះទៅដល់គ្រប់ផ្នែកនៃរាងកាយរបស់យើងទាំងមូលទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលវ័យវិវត្តថាមពលជីពចរនៃរាងកាយថយចុះបន្តិចម្ដងអាចនិយាយបានថារហូតដល់1នាទីម្ដងចំពោះអ្នកជំងឺទឹកនោមផ្អែមមាត្រាជីពចរធ្លាក់ចុះរៀងរាល់10នាទីម្ដងតែនេះជាមូលហេតុដែលអ្នកកើតជំងឺទឹកនោមផ្អែមច្រើនតែវិវត្តទៅជាជំងឺបេះដូងនិងទឹកនោមផ្អែមឈានទៅដល់ការកាត់ជើងពីការភ្នែកដោយសារតែភាពញឹកញាប់នៃថាមពលម៉ាញេទិកជីពចរដែលបញ្ចេញដោយរាងកាយមនុស្សឆ្លុះបញ្ចាំងទៅផ្ទាល់ពីសុខភាពរបស់រាងកាយនៅពេលដែលថាមពលជីពចរថយចុះបន្តិចម្ដងវាមិនត្រឹមតែបង្ហាញពីការចាប់ផ្ដើមនៃភាពចាស់ប៉ុណ្ណោះទេប៉ុន្តែសំខាន់ជាងនេះទៅទៀតវាអាចជាឱកាសនៃការវិវត្តរបស់ជំងឺផ្សេងៗឧទាហរណ៍ជំងឺបេះដូងនិងសរសៃឈាមទឹកនោមផ្អែមធាត់ជំងឺមហារីកជំងឺអាកាសនិយមជាដើមការព្យាបាលដោយថាមពល Magnetic BioORF យកតួនាទីដូចជាឆ្នាំងសាកផ្ដល់ថាមពលដល់ផ្ទាល់ដល់កោសិការបស់យើងនិងបង្កើនថាមពល Magnetic ដែលជួយជំរុញកោសិកាបង្កើតកោសិកាថ្មីធ្វើឲ្យប្រសើរឡើងនៅ microcirculation ជួយដល់ប្រព័ន្ធរំលាយអាហារនិងទប់ស្កាត់ការវិវត្តនៃជំងឺផ្សេងៗឧបករណ៍ការព្យាបាលដោយប្រើប្រាស់ថាមពល Magnetic ដែលមានអាំងតង់ស៊ីតេខ្ពស់1 MHz ដែលត្រូវបានបញ្ជូនតាមជើងទៅកាន់រាងកាយ